សម័យនិយម1គុំទិញទូរស័ព្ទទំនើបថ្មីប្រើព្រោះអ្នកបងរំលោះមិនទាន់ដាច់ផងទូរស័ព្ទស៊េរីទំនើបជាងនេះនឹងចេញមកទៀតហើយ2គុំទិញកាបូបប្រេនប្រើកាបូបคล้ายៗមានរូបរាងដូចតែគ្នាទេតើហើយវាមានតែអ្នកមានភ្នែកមុតទេទើបមើលដឹងថាវាជាកាបូបคล้ายៗនោះ3គុំទិញស្បែកជើងប្រេនពាក់អ្នកប្រកាសជាមិនហ៊ានដោះវានៅក្រៅផ្ទះទេព្រោះអ្នកខ្លាចគេលួចបាត់4គុំទិញអាវថ្លៃពាក់ព្រោះពេលដែលអ្នកពាក់អ្នកប្រកាសជាដោះស្លាកតម្លៃរបស់វាចោលហើយតើនរណាទៅដឹងថាអាវរបស់អ្នកថ្លៃ5គុំទិញនាឡិកាថ្លៃពាក់ព្រោះនាឡិកាថោកដើរទៀងទាត់ដូចតែគ្នាទេ6គុំទិញខោអាវទ្រនាប់ថ្លៃប្រើព្រោះអ្នកមិនហ៊ានស្លៀកពាក់វានៅកណ្ដាលវាលនោះឡើយ8គុំទិញផ្ទះធំស្កឹមស្កៃរស់នៅព្រោះអ្នកមិនមានកម្លាំងគ្រប់គ្រាន់ទៅបោសនិងជូតសម្អាតវាទេបណ្ដាំបៃតា1បើកូនជ្រើសរើសដៃគូត្រូវគឺឡើងខានសួរតែបើជ្រើសរើសខុសគឺចុះនរក2កូនកុំជឿនិងទុកចិត្តមនុស្សអំនួតព្រោះមនុស្សនោះបានតែមាត់ទេ3កូនត្រូវចងចាំថ្ងៃកំណើតរបស់មនុស្សជាទីស្រឡាញ់4កូនកុំទិញរថយន្តទំនើបតែត្រូវទិញផ្ទះដែលនៅស្រួល5ធ្វើឲ្យគេចាប់អារម្មណ៍នៅពេលជួបគ្នាជាលើកដំបូងនោះគេនឹងចងចាំកូនជារៀងរហូត6កូននឹងទទួលបានផលប្រយោជន៍ពីការលើកទឹកចិត្តអ្នកដទៃ7ត្រូវសង្ឃឹមត្រឹមលទ្ធភាពនិងសមត្ថភាពរបស់កូនបានហើយតែបើលើសពីនេះកូននឹងខកចិត្ត8បើគិតបំណុលបាននោះកូនអាចគេចពីគ្រោះថ្នាក់និងបញ្ហាបានហើយ9ទុកចិត្តមនុស្សតែកុំឲ្យលុយខ្ចី10ចង់សន្សំលុយដោយដេកពូកអន់តែកូនបែរជាទុកលុយឲ្យពេទ្យទៅវិញទ្រព្យសម្បត្តិមនុស្សមានទ្រព្យសម្បត្តិចំនួន5យ៉ាងគឺ1ទ្រព្យសម្បត្តិនៃហិរញ្ញវត្ថុគឺប្រាក់ផ្ទះសម្បែងយានយន្តនិងកម្មសិទ្ធិចាំបាច់នានា2ទ្រព្យសម្បត្តិនៃសង្គមគឺកេរ្តិ៍ឈ្មោះប្រជាប្រិយភាពនិងញាតិមិត្ត3ទ្រព្យសម្បត្តិនៃពេលវេលាគឺសេរីភាពពិតប្រាកដក្នុងការដើរកម្សាន្តនិយាយស្ដីនិងជំនឿ4ទ្រព្យសម្បត្តិនៃរូបកាយគឺសុខភាពល្អមាំមួនភាពរហ័សរហួននិងជន្មាយុយឺនយូរ5ទ្រព្យសម្បត្តិនៃដួងព្រលឹងគឺសេចក្តីស្ងប់អារម្មណ៍សេចក្តីគោរពខ្លួនឯងនិងសេចក្តីគោរពអ្នកដទៃសិល្បៈនៃការលួងប្រពន្ធសូមមេត្តាកុំធុញទ្រាន់ស្ដាប់ស្វាមីលួងសិនអោសុភាពនារីអើយប្រសិនបើស្វាមីរបស់នាងប្រើនាងឲ្យឆុងកាហ្វេប្រញាប់ឆុងទៅនោះគេចង់មានអារម្មណ៍ភ្លឺថ្លាដើម្បីគេបានស្ដាប់សម្ដីនិយាយដ៏សែនពីរោះនិងមិនចេះហត់របស់នាងហើយសម្លឹងមើលស្រីស្អាតឲ្យសម្លឹងមើលទៅនោះគេចង់ប្រាប់ថានាងថាស្រីនោះស្អាតចាញ់នាងទេរិះគន់ថាសម្លរបស់នាងមិនទាន់ឆ្ងាញ់ត្រូវមាត់របស់គេទេកុំបារម្ភនោះគេចង់លើកស្ទួយស្នាដៃដណ្ដាំស្លរបស់នាងហើយស្រមុកខ្លាំងដល់ថ្នាក់រំខានដំណេករបស់នាងនោះវាបង្ហាញថាសប្បាយចិត្តទៅព្រោះគេមានសេចក្តីសុខណាស់ដែលបាននាងជាប្រពន្ធផ្លេចទិញកាដូជូននាងនៅថ្ងៃកំណើតរបស់នាងកុំខឹងនោះគេចង់សន្សំប្រាក់ឲ្យបានច្រើនដើម្បីអនាគតនៃគ្រួសារត្រចះត្រចង់របស់នាងហើយសិល្បៈនៃការលួងប្រពន្ធសូមមេត្តាកុំធុញទ្រាន់ស្ដាប់ស្វាមីលួងសិនអោសុភាពនារីអើយប្រសិនបើស្វាមីរបស់នាងប្រើនាងឲ្យឆុងកាហ្វេប្រញាប់ឆុងទៅនោះគេចង់មានអារម្មណ៍ភ្លឺថ្លាដើម្បីគេបានស្ដាប់សម្ដីនិយាយដ៏សែនពីរោះនិងមិនចេះហត់របស់នាងហើយសម្លឹងមើលស្រីស្អាតឲ្យសម្លឹងមើលទៅនោះគេចង់ប្រាប់ថានាងថាស្រីនោះស្អាតចាញ់នាងទេរិះគន់ថាសម្លរបស់នាងមិនទាន់ឆ្ងាញ់ត្រូវមាត់របស់គេទេកុំបារម្ភនោះគេចង់លើកស្ទួយស្នាដៃដណ្ដាំស្លរបស់នាងហើយស្រមុកខ្លាំងដល់ថ្នាក់រំខានដំណេករបស់នាងនោះវាបង្ហាញថាសប្បាយចិត្តទៅព្រោះគេមានសេចក្តីសុខណាស់ដែលបាននាងជាប្រពន្ធផ្លេចទិញកាដូជូននាងនៅថ្ងៃកំណើតរបស់នាង
កុំខឹងនោះគេចង់សន្សំប្រាក់ឲ្យបានច្រើនដើម្បីអនាគតនៃគ្រួសារត្រចះត្រចង់របស់នាងហើយ